បាទចង់ឆ្លើយតបបងអូនស្រីមួយទៀតណាមានបងអូនស្រីមួយទៀតគាត់សួរថាលោកគ្រូបើលើសជាអាស៊ីតហ្នឹងប្រើថ្នាំអីបាទជាធម្មតាបើសិនជាយើងលើសអាស៊ីតអុយរិចហ្នឹងបើលើសតិចតួចទេយើងមិនបាច់ប្រើថ្នាំទេណាយើងព្យាយាមហាត់ប្រាណហើយនឹងតอมចំណីទៅហើយជាពិសេសគឺសាច់ណាតอมសាច់អាហ្នឹងពិសេសសាច់គោសាច់ឈូកសាច់អីហ្នឹងអាហ្នឹងកាលណាយើងញ៉ាំសាច់វាធ្វើឲ្យអាស៊ីតហ្នឹងវាឡើងកាន់តែខ្លាំងហើយបើយើងញ៉ាំតែត្រីឬបន្លែទៅក៏បានដែរបាទប៉ុន្តែគាត់ថាអ្នកខ្លះវាអត់វាច្រើនណាវាឡើងច្រើនហើយជាពិសេសគ្រឿងសង្វឹងក៏អត់បានទេណាស្រាជានេះគឺដាក់ទៅអាស៊ីតឡើងខ្លាំងណាអញ្ចឹងបើយើងអត់តមហើយយើងអត់ហាត់ប្រាណយើងចង់បានថ្នាំមានណាថ្នាំមានច្រើនអញ្ចឹងគឺថ្នាំហ្នឹងគឺ Ziloric ក៏បានអាឡូហើយយកទៅ Ziloric មួយណាបានហើយហ្នឹងហើយយក Ziloric ហ្នឹងទៅអាឡូពីរីណុលក៏បានដែរដូចគ្នាណាបាទយើងញ៉ាំមួយថ្ងៃមួយគ្រាប់អាហ្នឹងអញ្ចឹងថ្នាំឡើងអាស៊ីតហ្នឹងគឺតែប៉ុណ្ណឹងប៉ុន្តែបើយោបល់ខ្ញុំយល់ល្អមិនបាច់ប្រើថ្នាំទេគឺយើងព្យាយាមហាត់ប្រាណហើយនឹងតอมចំណីអាហារជាពិសេសគ្រឿងសង្វឹងណាហើយនឹងសាច់បាទហើយព្យាយាមញ៉ាំត្រីហើយនឹងបន្លែវិញទៅគឺបានហើយអាស៊ីតអុយរិចហ្នឹងវាលែងឡើងហើយណាបាទអញ្ចឹងតែប៉ុណ្្នឹងឯងសូមជម្រាបលាបាទសូមអរគុណ